ទៅវិបស្សនា3ថ្ងៃនៅសូនីតាកាន់តែយល់ច្បាស់ពីផ្លូវចិត្តកាលពីប្រហែលថ្ងៃមុនសមាគមសិល្បករខ្មែរបានដឹកនាំសិល្បករសិល្បករនីជាច្រើនទៅវិបស្សនាក្នុងនោះតារាសម្ដែងនៅសូនីតាក៏បានចូលរួមផងដែរបន្ទាប់ពីវិបស្សនាចប់អស់រយៈពេល3ថ្ងៃនៅសូនីតាកាន់តែយល់ច្បាស់ពីផ្លូវចិត្តនៅសូនីតាបានរៀបរាប់បន្ទាប់ពីចេញពីវិបស្សនារយៈពេល3ថ្ងៃថាចិត្តគឺធំជាងអ្វីទាំងអស់បើចិត្តមិនវែងគឺយើងអាចនឹងខ្វះបញ្ញាក្នុងការដោះស្រាយបញ្ហាវិបស្សនាជាធម៌នៃការបដិវត្តន៍មួយដែលធ្វើឲ្យផ្លូវចិត្តចម្រើនសតិមើលឃើញគ្រប់យ៉ាងពោពេញដោយភាពស្រស់បំព្រងដោះស្រាយដោយភាពវិជ្ជមាននិងស្នាមញញឹមជាពិសេសសូមជ្រើសរើសមនុស្សវិជ្ជមានក្បែរខ្លួនឲ្យបានច្រើនពេលនោះនឹងជួបតែភាពវិជ្ជមានជាមួយគ្នានោះទាំងដែរនៅសូនីតាថែមទាំងបាននិយាយផងដែរថាផ្លូវចិត្តល្អនឹងដឹកនាំអ្នកជួបតែរឿងល្អៗនាងពិតជាមានការសប្បាយចិត្តណាស់ដែលបានចូលរួមវិបស្សនាជាមួយសិល្បករសិល្បករនីជាច្រើននាងរំពឹងថាឱកាសក្រោយនឹងមានសិល្បករចូលរួមកាន់តែច្រើនដើម្បីស្វែងយល់ពីផ្លូវចិត្តនិងការដោះស្រាយជាក់ស្ដែងដូចជារូបនាងជាដើមពេលនេះផ្លូវចិត្តនាងកាន់តែល្អប្រសើរច្រើនឡើង